បាទវាសួរថ្ងៃនេះបានចុះមកមើលផ្លូវដែលកាយប្រវែង50 ម៉ែត្រដែលផ្លូវនេះបាត់ខូចឥឡូវរៀបចំធ្វើចាក់បេតុងឡើងវិញដោយសារផ្លូវនេះពីមុនមកវាមានទឹកដក់ទឹកអីចឹងតែអញ្ចឹងបានធ្វើវាខូចខាតអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងខាងរដ្ឋបាលសង្កាត់វាយប៉ោបានរៀបចំជួសជុលឡើងវិញចាក់ឡើងវិញចំនួន50 ម៉ែត្រហើយនេះចៅសង្កាត់នឹងស្មៀននេះបានមកពិនិត្យមើលដើម្បីរៀបចំកាយឡើងវិញចឹងទីតាំងគឺនៅផ្លូវ7 ដើមដែលចុះពីផ្លូវរថភ្លើងមកប្រហែលជា20 ម៉ែត្របត់ឆ្វេងនេះទីតាំងផ្លូវដែលចុះមកពីផ្លូវរថភ្លើងសូមបញ្ជាក់ផងដែរដោយសារតែផ្លូវនេះមានការខូចខាតដោយសារមានទឹកមានអីដក់អញ្ចឹងមានឡានធំខ្លះចូលអញ្ចឹងធ្វើឲ្យមានការខូចខាតនៅបេតុងឥឡូវត្រូវកាយចាស់បេតុងសាថ្មីឡើងវិញបាទ